សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodia Study នៅក្នុងវីដេអូនេះគឺយើងនឹងចូលទៅសិក្សា comment ចំនួន2បន្ថែមទៀតដែល comment ទី1គឺ comment binary ដែលមាន shortcut BO ហើយនិង comment ទី2គឺ comment join ដែលមាន shortcut key អក្សរ J តែមុននឹងបងប្អូនចូលទៅសិក្សាស្វែងយល់អំពី comment សូមបងប្អូនជួយ Subscribe Channel Cambodia Study ដើម្បីទទួលបាននូវវីដេអូថ្មីៗអញ្ចឹងដើម្បីកុំខាតពេកយើងចូលទៅសិក្សាទាំងអស់គ្នានេះមកអូននេះ comment binary ដែលមាន shortcut key អក្សរ BO អញ្ចឹងយើងចូលទៅស្វែងយល់ទាំងអស់គ្នា comment binary គឺការបំលែង object មួយឲ្យទៅជា polyline ឬក៏ជាបន្ទាត់ជាប់ឥឡូវយើងឧទាហរណ៍យើងគូបែបនេះ line enter ហើយយើងគូបែបនេះក្នុងករណីបែបនេះបន្ទាត់នេះវាមិនមែនជាបន្ទាត់ជាប់តែក្នុងករណីនេះយើងចង់ឲ្យវាคล้ายជាបន្ទាត់ជាប់ឥឡូវយើងវាយ BO enter ហើយយើងអូខេមកហើយយើងគ្រាន់តែคลิกនៅត្រង់ចំណុចកណ្ដាលនេះមួយប៉ុណ្ណេះវានឹងคล้ายទៅជាបន្ទាត់ជាប់មួយដែលយើងប្រើប្រាស់ comment binary នោះឥឡូវយើងចាប់ទាញវាឃើញទេនេះវានឹងคล้ายជាបន្ទាត់ជាប់មួយប៉ុន្តែវានឹងកងទៅលើបន្ទាត់ដែលដាច់ដែលយើងគូពីមុននឹង object ចាស់របស់យើងឥឡូវយើង move វាចេញមកអានេះជាបន្ទាត់ដាច់ដែលយើងគូពីមុននេះអានេះ comment binary ឥឡូវឧទាហរណ៍មួយទៀតឥឡូវយើងឧទាហរណ៍ line បែបនេះហើយយើងគូបែបនេះទៀតបែបនេះបែបនេះក្នុងករណីនេះបើសិនជាយើងអត់ចង់ប្រើ comment binary តែយើងអាចធ្វើបានគឺយើងប្រើ comment polyline កាលពីលើវាមកប៉ុន្តែបើសិនជាធ្វើបែបហ្នឹងគឺវាយូរអញ្ចឹងអានេះយើងមានតែប៉ុណ្្នឹងឯងចុះបើមានរាប់រយ object ទៀតវាកាច់ទៅឆ្វេងកាច់ទៅស្ដាំអីបែបនេះទៀតយើងនៅគូកាល់វាអត់ទេគឺវាយូរអញ្ចឹងយើងគ្រាន់តែប្រើ comment មួយដែលមាន comment ថា BO ហើយ enter ហើយ OK មកហើយយើង click ចំកណ្ដាលបែបនេះគឺយើងនឹងទទួលបាន object មួយដែលជាបន្ទាត់ជាប់បែបនេះបានបាត់ហើយអញ្ចឹងយើង move វាចេញមកបែបនេះអានេះហើយគឺ binary ហើយក្នុងករណីមួយទៀតឧទាហរណ៍ថាយើងគូ cycle បែបនេះគូ cycle យើងគូបែបនេះហើយក្នុងករណីដែលយើងចង់បាននេះត្រឹមនេះគឺយើងអាចប្រើ binary បានឧទាហរណ៍យើងវាយ BO មកបែបនេះឲ្យតែជាបន្ទាត់បិទចិត្តហើយយើង click នៅក្នុងចន្លោះនៃវានឹងយើងនឹងទទួលបាន object មួយថ្មីហើយឃើញអត់បងប្អូននៅពេលយើង click ទៅលើវាបែបនេះគឺយើងនឹងទទួលបាន object មួយនៅត្រង់ចំណុចនេះហើយបែបម្ដងទៀត BO enter ហើយយើង OK មកហើយយើង click បែបនេះមកយើងទទួលបាន object មួយហើយយើង enter ផ្ដាច់មកហើយយើង move វាចេញមកនេះយើងនឹងទទួលបាន object នេះមួយទៀតហើយកន្លែងនេះក៏ដូចគ្នាគឺយើងអាចប្រើ comment BO ដើម្បីបង្កើត object ថ្មីមួយបានដូចគ្នានេះហើយយើង move វាចេញមកនេះក្នុងករណីនេះគឺវាងាយស្រួលបែបនេះយើងមិនចាំបាច់គូរង្វង់ហើយគូបន្ទាត់កាល់ហើយគូ comment trim ផ្ដាច់ទេគឺយើងអាចធ្វើបែបនេះបានហើយឧទាហរណ៍ក្នុងករណីមួយទៀតយើងវាយអក្សរ A enter ហើយយើង click ត្រង់នេះមួយហើយយើង click ត្រង់នេះមួយហើយយើង A ទៀតយើង click បែបនេះហើយយើងចាប់បែបនេះដើម្បីយើងចង់បានបន្តជាប់តែយើងត្រូវកាល់ PL enter ដើម្បីគូកំណោងអីបែបនេះមែនទេគឺមិនចាំបាច់ទេគឺវាយូរវាស្មុគស្មាញណាស់អញ្ចឹងយើងគ្រាន់តែវាយ comment មួយដែលមានឈ្មោះថា binary ហ្នឹងមកគឺយើងអាចធ្វើវាបានស្រួលហើយអញ្ចឹងយើងវាយមក BO enter OK click ទៅលើ object យើងបែបនេះហើយយើង enter ផ្ដាច់មកបែបនេះហើយយើង click មកហើយយើង move វាចេញមើលនេះបែបនេះហើយបញ្ជាក់បងប្អូនក្នុងករណីយើងប្រើ comment binary នេះគឺលុះត្រាតែបន្តនេះជាបន្តបិទចិត្តគឺវាអត់មានចន្លោះប្រហោងត្រង់ណាមួយទេឥឡូវឧទាហរណ៍ខ្ញុំចំហត្រង់ចំណុចនេះមួយហើយយើងវាយ BO enter ដើម្បីទៅ binary វាឃើញទេនេះវាអត់លោតឲ្យទេវាអត់លោតឲ្យបែបនេះដោយសារតែត្រង់ចំណុចនេះគឺវាអត់ចិត្តអញ្ចឹងយើង close វាមកវានឹងលោតបន្ទាត់ក្រហមបែបនេះឲ្យយើងដឹងថាកន្លែងដែលវាអត់បិទចិត្តហ្នឹងគឺនៅត្រង់ចំណុចនេះអញ្ចឹងហើយយើងទៅកែវាមកហើយយើងចាប់ទាញវាមកវិញមកតោះតែវាបិទចិត្តបែបនេះទើបយើងអាចប្រើប្រាស់ comment binary បាន BO enter OK click enter ផ្ដាច់
មួយចេញ comment boundary ខ្ញុំមានប៉ុណ្នេះសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងយើងបន្តទៅមុខទៀត comment join នេះគឺវាសាមញ្ញណាស់វាអត់មានអីស្មុគស្មាញទេឥឡូវយើងឧទាហរណ៍បែបនេះយើងមាន line ហើយយើងមាន line បែបនេះទៀត line ប៉ុន្តែត្រង់ចំណុចនេះគឺវាអត់បិទចិត្តទេឃើញទេនេះវានៅចំហត្រង់នេះហើយដើម្បីវាខ្លាយជាបន្តជាប់បានដោយយើងមិនចាំបាច់ប្រើ comment polyline ទៀតអញ្ចឹងយើង select ពីលើ object យើងទាំងអស់នេះមកហើយយើងវាយអក្សរ J enter បែបនេះបងប្អូននឹងទទួលបានបន្តថ្មីមួយដែលជាបន្តជាប់បែបនេះឃើញទេបែបហ្នឹងឃើញទេបងប្អូននេះវានឹងខ្លាយជាបន្តជាប់មួយហើយដោយយើងមិនចាំបាច់បិទចិត្តវាលើវាទេហើយក្នុងករណីដែលវាជាបន្តបិទចិត្តបងប្អូនអាចប្រើ boundary ក្នុងករណីដែលវាជាប្រភេទ object បែបនេះគឺបងប្អូនអាចប្រើ comment join បានប៉ុន្តែសូមបញ្ជាក់បងប្អូននៅត្រង់ចំណុចនេះនៅត្រង់ដែលបងប្អូនប្រើ comment boundary គឺវានឹងបង្កើត object ថ្មីមួយទៅលើ object ចាស់ដូចជាបែបនេះជាដើមនេះប៉ុន្តែនៅក្នុងករណីដែលបងប្អូនប្រើ comment join ទៅលើ object បែបនេះគឺវានឹងអត់មិនបង្កើត object ថ្មីទេវាគ្រាន់តែភ្ជាប់ object ចាស់របស់យើងហ្នឹងឲ្យវាទៅជាបន្តជាប់តែប៉ុណ្ណោះឥឡូវយើង move វាមើល move enter បែបនេះបងប្អូនឃើញទេនេះវាមិនមែនជា object មួយដែលកងពីលើ object ចាស់ទេគឺវាជា object តែមួយហ្នឹងគ្រាន់តែវាបំលែងពីបន្តផ្ដាច់ទៅជាបន្តជាប់បែបហ្នឹងដោយយើងមិនមែនយើងប្រើ block ឬក៏អីទេអានេះវាជាប្រភេទបន្ត polyline វិញហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងអាចស្វែងយល់ពីវាបន្ថែមទៀតអំពី boundary ដែលមាន shortcut key VO ហើយនិង comment join ដែលមាន shortcut key អក្សរ J ហើយ comment ទាំងពីរនេះគឺវាអត់មានអីស្មុគស្មាញទេសម្រាប់ boundary គឺគ្រាន់តែជាកន្លឹះមួយដើម្បីជំរុញបងប្អូនឲ្យងាយស្រួលក្នុងការធ្វើការហើយនឹងលឿនតែប៉ុណ្ណោះអញ្ចឹង comment សម្រាប់ comment boundary ដែលមាន shortcut VO និង comment join ដែលមាន shortcut key អក្សរ J ខ្ញុំមានការបញ្យល់ជូនបងប្អូនតែប៉ុណ្្នេះទេសង្ឃឹមថាបងប្អូននឹងរៀនហើយអនុវត្តតាមទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលខំតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ